ភាពពេញលេញជាប្រជាពលរដ្ឋខ្មែរនោះសម្ដេចហ៊ុនសែនធ្លាប់និយាយនៅពេលឯកឧត្តមទៅបុណ្យសពថាអ្នកនយោបាយបើមិនធ្វើនយោបាយធ្វើអ្វីទៅវិញដូច្នេះដើម្បីបានការផ្សះផ្សាជាតិពេញលេញតាមស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ1993គណៈបកប្រជាជនកម្ពុជាត្រូវហ៊ានលះបង់ដោយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋដែលបានធ្វើនៅក្នុងឆ្នាំ1993និង94ដែរគឺមានជំរើសពីរគឺទី1តាមមធ្យោបាយនាយករដ្ឋមន្ត្រីធ្វើជាសំណើថ្វាយព្រះមហាក្សត្រសូមលើកលែងទាំងស្រុងនៅទោសបន្ថែមឬអនុវត្តទោសដែលនៅសេសសល់ឬទី2សូមឲ្យតុលាការផ្ដល់នីតិសម្បទាពេញលេញជូនអាដាមកម្មសខាឡើងវិញតែម្ដងបាទបងប្អូនដែលខ្ញុំថានេះគឺជាអឺការដែលយើងមើលទៅឃើញជាជំរើសមួយដែលជាសំណើសមហេតុសមផលដូចខ្ញុំនិយាយចឹងក៏ប៉ុន្តែខ្ញុំឆ្ងល់រឿងមួយដែរអ្នកដែលមានស្វាមីភក្តិចំពោះលោកកឹមសុខាលោកផែងហេងមិនត្រឹមតែការពារក្តីលោកកឹមសុខាទេគឺលោកមានចង់និយាយថាសិលធម៌គុណធម៌នៅក្នុងការដែលស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់សិទ្ធិមនុស្សស្រឡាញ់ការផ្សះផ្សាជាតិអីអញ្ចឹងគឺលើសពីមេធាវីដែរគឺមានចំហបេះដូងហ្នឹងចង់ឲ្យជាតិនេះមានការផ្សះផ្សាខ្ញុំជឿថានេះជាគុណធម៌ល្អសម្រាប់មេធាវីខ្មែរក៏ប៉ុន្តែខ្ញុំឆ្ងល់ថាមួយរយៈពេលចុងក្រោយនេះនៅពេលដែលលោកកឹមសុខារួចចេញពីពន្ធនាគារឬក៏ការឃុំខ្លួនហើយបាត់សិទ្ធិនយោបាយអស់ក្រុមដែលគ្រប់គ្រងលោកកឹមសុខាភាគច្រើនលើសលប់គឺអបអរសាទរការដោះលែងដែលអត់បាននិយាយទៅគឺគាត់អបអរសាទរការដោះលែងចាបពីទ្រង់ដើម្បីចងកស៊ូស្លាប់ចាបឲ្យដាក់ឲ្យហើរដើរដីអត់ឲ្យហើរឲ្យដើរដីតាមពិតរឿងនេះគឺវាពិបាកបន្ទោសកន្លែងមួយត្រង់ថាបើគាត់មិនសាទរមិនបើកាលពីមុនចេញទៅជួបម្ដាយជួប1ម៉ោងគេយកទៅវិញហើយអត់អាចមកជួបតសុំទៀតពិបាកសឹងអីម្ដាយឈឺចាស់ជរាគាត់លោកសង្ឃប្រសង់អីឲ្យធေါ်ឲ្យអីហើយដូច្នេះបានមកជួបម្ដាយជីវិតចុងក្រោយតើចង់បានអីទៀតនេះគឺជាក្តីសង្ឃឹមរបស់មនុស្សលោកគ្រប់គ្នាតាក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងលោកកឹមសុខាភ្លេចគិតថាលោកកឹមសុខាគឺជាអ្នកនយោបាយមិនមែនជារាជសាមញ្ញលក់ការ៉េមកៃនៅកំពង់ស្ពឺអីទេដូច្នេះការចេញមកក្រៅត្រង់ហ្នឹងគឺជាសัตว์លោកដូចជាសัตว์បាក់សីមួយសัตว์មួយដែលត្រូវការហើព្រោះសារជាតិជាបាក់សីគឺការហោះហើរសារជាតិនៃអំបិលគឺជាតិប្រៃសារជាតិនៃទឹកឃ្មុំគឺជាតិផ្អែមសារជាតិក្រូចឆ្មាគឺជាតិជូរសារជាតិនៃបណ្ដូលពេជ្រប្រវល់បដូលពេជ្រគឺជាតិល្វីងជូរចត់ចុះឥឡូវបើសិនជាយើងដកអាជាតិប្រៃចេញពីអំបិលយើងដកជាតិផ្អែមពីទឹកឃ្មុំយើងដកជាតិល្វីងជូរចត់ពីបដូលពេជ្រតើក្រូចឆ្មាជូរអីអញ្ចឹងយើងដកចេញពីតើវាមានន័យអីទៅក្រូចឆ្មាហ្នឹងវាคล้ายទៅជាក្រូចថ្លុងវាคล้ายទៅជាក្រូចពោធិ៍សាត់ឬក៏វាคล้ายទៅជាក្រូចលែងបានការទៅហើយព្រោះគេយកមកប្រើការមិនកើតវាជាក្រូចមែនប៉ុន្តែមិនអាចប្រើការជាភ្លាជាអីកើតទេព្រោះវាបាត់ជាតិជូររបស់វាទៅហើយតើមានន័យអីក្នុងន័យថាក្រូចឆ្មាយកមកឲ្យមកថងមកឲ្យយើងទៅណេះយកក្រូចឆ្មាយកទៅប្រើទៅដើម្បីធ្វើទឹកត្រីកោះកុងអីប៉ុន្តែច្បាច់មកសាបដូចទឹកទលេហើយយើងថាគេបានក្រូចឆ្មាឲ្យយើងមកថង់យើងអរគុណណាស់អរគុណឲ្យក្រូចឆ្មាប៉ុន្តែលើកក្រោយកុំឲ្យខ្ញុំទៀតក្រូចអញ្ចឹងយកទៅធ្វើអីកើតលោកហើយបើវាអត់មានជូរហ៎ឥឡូវគេឲ្យទឹកឃ្មុំយើងមកកធុងអត់មានជាតិផ្អែមអីតែបន្តិចសัตว์ក៏អញ្ចឹងដែរសារធាតុរបស់សัตว์គឺហោះហើររួចទៅយើងលែងសัตว์ពីទ្រុងយើងចងកស៊ូឲ្យដើរដីហើយដល់ពេលឲ្យបងប្អូនទាំងអស់គ្នានឹងអ្នកគ្រប់គ្រងលោកកឹមសុខាសាទរទះដៃអបអរសាទរដោយអ្វីដែលគណៈបកប្រជាជនកម្ពុជាសាទរទះដៃអបអរសាទរដើម្បីឲ្យដឹងថាអានោះគឺជាគុណូបការៈដ៏ធំធេងណាស់សម្រាប់ថ្នាក់ដឹកនាំកម្ពុជាដែលមានស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិគិតពីតម្លៃយុត្តិធម៌ខ្មែរមិនយកខ្មែរជាសត្រូវអីចឹងទៅសារនេះគឺដូចតែសារគណៈបកប្រជាជនកម្ពុជាគេថ្លែងថាមេដឹកនាំគេអស្ចារ្យណាស់ព្រោះបានដោះលែងលោកកឹមសុខាដើម្បីបង្រួបបង្រួមជាតិបងប្អូនសាកគិតម្ដងទៀតទៅបើបងប្អូនជាសัตว์ហើយគេយកយើងឲ្យនៅក្រៅទ្រុងហើយគេចងស្លាប់ឲ្យជាប់ហើយប្រហោះទៀតណាអាចងស្លាប់ឲ្យជាប់ហើយល្អមួយយ៉ាងមួយជុំឯងងុំនឹងរឿងប្រហោះឲ្យមើលទៀតណា
ចងស្លាប់គ្នាឲ្យក៏វត្តឡើងលើអញ្ចឹងធ្លាក់មកបាក់កងាប់ហើយទៅតែផ្ទះដៃអបអសាទរថាចាបខ្ញុំបានប្រឡែងហើយនេះគឺជាអំពើអគុណធម៌មួយខ្លាំងណាស់ខ្ញុំមិនជាទោសមនិញនៅក្នុងការដែលដោះលែងលោកកម្មសខាឲ្យបានមកកលៈដែរក៏ប៉ុន្តែវាជាអគុណធម៌ហ្នឹងត្រង់ថាយើងធ្វើឲ្យល្អមើលអញ្ចឹងទៅអីឲ្យល្អមើលដូចខ្ញុំនិយាយចឹងហេតុអីបានជាយើងដកជាតិប្រៃពីអំបិលហើយយើងដកជាតិជូរពីក្រូចឆ្មាយើងដកជាតិផ្អែមពីទឹកឃ្មុំយើងដកជាតិល្វីងពីបដូលពេជ្រហើយយើងគិតថារបស់ទាំងអស់នេះនៅមានតម្លៃដដែលព្រោះយើងឲ្យតម្លៃក្រូចឆ្មាយើងឲ្យតម្លៃអំបិលយើងឲ្យតម្លៃវល្លិបដូលពេជ្រហើយយើងឲ្យតម្លៃទឹកឃ្មុំនិងយើងឲ្យតម្លៃចាបគឺវាត្រូវតែហោះហើរក៏ប៉ុន្តែទីបំផុតគឺយើងសម្លាប់ចាបយើងសម្លាប់ក្រូចឆ្មាយើងសម្លាប់អំបិលយើងសម្លាប់ទឹកឃ្មុំយើងសម្លាប់វល្លិបដូលពេជ្រធ្វើឲ្យវាបាត់ជាតិរបស់វាអស់គឺមានតែរូបរាងយូរទៅប្រជាពលរដ្ឋនឹងបំភ្លេចក្រូចឆ្មាបំភ្លេចវល្លិបដូលពេជ្របំភ្លេចបាក់សីមួយនេះហើយបំភ្លេចទឹកឃ្មុំព្រោះប្រើឡើងកើតបានតែរូបរាងហើយនាំគ្នាអបអរសាទររឿងនេះដែរអស់លោកក៏អត់គុណធម៌ដែរនិយាយទៅអរអេចសប្បាយចិត្តណាស់ដើម្បីឲ្យបានថាចុះបើគេដោះលែងហេតុអីក៏យើងខ្វះគុណធម៌ម៉េះនៅក្នុងការអបអរសាទរយើងត្រូវចាំថាគ្មានអ្នកដែលគ្រប់គ្រងលោកកឹមសុខាភាគច្រើនគឺមិនឃើញសារដែលគាត់និយាយថាទៀមទាឲ្យផ្ដល់សិទ្ធិសេរីភាពឲ្យលោកកឹមសុខាបានធ្វើនយោបាយពេញលេញឡើងវិញគឺអបអរសាទរដែលបានដោះលែងខុសពីសហគមន៍អន្តរជាតិអង្គការសង្គមស៊ីវិលឯករាជ្យអីគឺថាគេអបអរសាទរថានេះជាជំហានវិជ្ជមានដែរក៏ប៉ុន្តែយ៉ាងណាក៏នៅតែទៀមទាឲ្យលើកលែងលោកកឹមសុខាលើកលែងចោតប្រកាន់អីពេញទំហឹងអីអញ្ចឹងដែរដោយសាររបស់លោកផែងហេងលោកក៏មិនមែនមិនសាទរអីដែរគេថាមានដំណោះស្រាយអីខ្លះប៉ុន្តែនៅតែទៀមទាឲ្យដោះលែងលោកកឹមសុខាអញ្ចឹងហើយបានជាសកម្មជនឬក៏អេគីបឬក៏ជនជាតិខ្មែរទាំងអស់ដែលស្រឡាញ់ប្រជាធិបតេយ្យហើយមិនចង់ឲ្យលោកកឹមសុខាក្លាយទៅជាជនរងគ្រោះទ្វេដងគឺមានតែម្យ៉ាងគត់នាំគ្នាតស៊ូមតិកុំឲ្យដាច់ដូចជាភ្លៀងរលឹមឲ្យរដ្ឋាភិបាលដោះលែងលោកកឹមសុខាឲ្យមានសេរីភាពពេញលេញគឺបានន័យថាស្ដារនីតិសម្បទាសិទ្ធិនយោបាយរបស់គាត់ឡើងវិញបាទបងប្អូនប្រហែលជាឮសូរពាក្យដែលខ្ញុំនិយាយថាស្អីទៀតហើយលោកមួងណារ៉េតឯស្ដារនីតិសម្បទាហ្នឹងមានន័យថាម៉េចទៅព្រោះភាសាខ្លះហ្នឹងគឺវាមានន័យដូចជាពាក្យបច្ចេកទេសបល័យបកូអីពេកដឹងបងប្អូនពាក្យថានីតិសម្បទាគឺជាភាសាអានខ្លីសាមញ្ញគឺនីតិបូកនឹងសម្បទាបើជាភាសាបាលីទេនីតិសម្បទាហ្នឹងគឺបានន័យថាជាការអឺដូចថាស្ដារឡើងវិញជាការកសាងឬក៏កែលម្អឲ្យមានសភាពប្រក្រតីឡើងវិញគឺជាការផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យគ្រប់គ្រាន់ឧទាហរណ៍ដូចជាមនុស្សគ្រោះថ្នាក់ចរាចរណ៍ធម្មតាតែពេលយើងគ្រោះថ្នាក់ចរាចរណ៍ប៉ះទៅវាដួលទៅវាខូចប៉ះខួរក្បាលទៅយើងអាចកម្រើកដៃកម្រើកជើងអីបានដូចធម្មតាវាពិការខ្លះអីខ្លះចឹងទៅដើម្បីឲ្យយើងស្ដារនីតិសម្បទាឡើងវិញឲ្យដូចជាមនុស្សមុនគ្រោះថ្នាក់ចរាចរណ៍គឺយកទៅមណ្ឌលមួយដែលគេហៅមណ្ឌលស្ដារនីតិសម្បទាបានន័យថាឲ្យកាយរាងកាយរបស់យើងកាយសម្បទាហ្នឹងគឺបានន័យថាភ្នែកច្រមុះខួរក្បាលអីហ្នឹងចលនាអីហ្នឹងគឺប្រព្រឹត្តទៅដូចធម្មតាគឺយើងត្រូវគេឲ្យច្បាច់ដុំបាល់អញ្ចឹងគេឲ្យហាត់ប្រាណគេឲ្យដើរគេឲ្យអីដំបូងមានអ្នកទប់ក្រោយមកដើរខ្លួនឯងក្រោយធាក់កង់ឬរត់អីដើម្បីស្ដារនីតិសម្បទាហ្នឹងគឺឲ្យមានពេញលេញដូចដើមដូចគ្នាចំពោះលោកកឹមសុខាហ្នឹងគឺនីតិសម្បទានយោបាយរបស់គាត់ហ្នឹងគឺពីការហើយសពថ្ងៃនេះគឺពីការសុទ្ធអញ្ចឹងត្រូវការស្ដារហ្នឹងឡើងវិញទាំងអស់បើអត់ទេគាត់នឹងคล้ายទៅជាសត្វដើរដីបន្តិចទៀតឆ្មាកញ្ញីស្លាប់ចាក់ជាមិនខានហើយរឿងនេះហើយដែលខ្ញុំគិតថាបងប្អូនទាំងអស់ដែលស្រឡាញ់លោកកឹមសុខាត្រូវតស៊ូមតិកុំឲ្យដាច់ឲ្យសោះតស៊ូដើម្បីលោកកឹមសុខានៅក្នុងករណីដែលគាត់អត់មានលទ្ធភាពតស៊ូមតិដើម្បីខ្លួនឯងទៀតទេព្រោះអីគេធ្វើទុកបុកម្នេញគាត់ដល់ដំណាក់កាលចុងក្រោយមួយដោយគាត់ស៊ូទ្រាំលែងបានរហូតតតែចេញសេចក្តីមិនប្តឹងសាលាសារទុកហ្នឹងហើយក៏បានរួចមកកលៈដែរមិនអត់សោះទេការដែលគាត់ខំប្រឹងចរចាឬក៏ក្នុងករណីដែលគាត់ព្រមមិនធ្វើនយោបាយហ្នឹងគឺសមទៅតាមអ្វីដែលលោកហ៊ុនសែនចង់បាន
អញ្ចឹងទៅក៏អាចជាការលួងចិត្តលោកហ៊ុនសែនឲ្យដោះគាត់ឲ្យនៅខាងក្រៅមកកលៈដែរក៏ប៉ុន្តែចំណុចដែលសំខាន់បំផុតគឺបងប្អូនទាំងអស់គ្នានាំគ្នាតស៊ូមតិថាឥឡូវសัตว์នៅក្រៅទ្រុងហើយកុំចងស្លាប់សัตว์ក្រូចឆ្មាបានមកហើយកុំដកជាតិជូរពីក្រូចឆ្មាបដូលពេជ្របានមកហើយកុំដកជាតិល្វីងរបស់បដូលពេជ្រទឹកឃ្មុំបានមកហើយកុំដកជាតិស្ករជាតិផ្អែមពីទឹកឃ្មុំឬអំបិលបានហើយកុំដកជាតិប្រៃទុកឲ្យសារធាតុទាំងអស់នេះស្ដារនីតិសម្បទាឲ្យវិញអាហ្នឹងបានបងប្អូនផ្ដល់យុត្តិធម៌ឲ្យលោកកម្មសខាបើមិនដូច្នេះទេគឺយើងកំពុងតែសាទរខុសរឿងហើយធ្វើឲ្យជីវិតនយោបាយលោកកម្មសខាចប់គ្មានទីបំផុតមិនណាចប់មានទីចប់ជាស្ថាពរបាទឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណេះសិនបងប្អូនដោយសារតែព័ត៌មានទី2សំខាន់ដែរហើយខ្ញុំនឹងបកស្រាយអំពីលោកហ៊ុនសែនបន្តឲ្យតម្លៃគំនិតសាស្ត្រាចារ្យថៃម្នាក់រឿងរិះគន់មេដឹកនាំខ្លួនអំពីបញ្ហាព្រំដែនបងប្អូននេះមិនមែនជាលើកទី1ទេគឺជាលើកទី2ហើយដែលលោកហ៊ុនសែនគឺបន្តឲ្យតម្លៃបញ្ញវន្តថៃខ្ញុំជឿថាការដែលលោកហ៊ុនសែនលើកអំពីបញ្ញវន្តថៃនេះអត់មានអីខុសឆ្គងទេព្រោះដោយសារអីបញ្ញវន្តថៃរូបនេះនិយាយត្រូវច្រើនណាស់ព្រោះអីយើងធម្មតានៅក្នុងសង្គមរបស់ថៃនេះគឺជាគេហៅថាសង្គមមួយដែលយើងទាំងអស់គ្នាគួរយកគំរូតាមដែរយើងស្អប់ជនជាតិថៃអ្នកនយោបាយថៃទាហានថៃយើងថ្កោលទោសថៃគឺត្រូវថ្កោលទោសកុំលែងណាបងប្អូនណាអត់មានយកក្រូចនឹងប៉មមកលាយគ្នាទេក្រូចគឺក្រូចប៉មគឺប៉មយើងត្រូវចែកឲ្យដាច់រវាងថាតើបញ្ញវន្តថៃដែលគេចេះដឹងហើយគេនិយាយការពិតហើយនឹងបញ្ញវន្តថៃដែលអាជ័យធ្លាក់ទឹកហើយអើតែស្កដូចបញ្ញវន្តនឹងបណ្ឌិតស្រុកខ្មែរយើងជាច្រើននោះអាហ្នឹងកុំបដូចគេសង្គមយើងអត់ដូចសង្គមថៃទេថៃបើតែយើងមើលងាយគេប៉ុណ្ណាក៏ដោយជំហរសេរីភាពនៅក្នុងការបញ្ចេញមតិរបស់គេគឺគេមានទំហំធំធេងណាស់ហើយនេះហើយដែលធ្វើឲ្យជាតិសាសន៍ថៃនេះមានភាពប្រសើរជាងជាតិសាសន៍ខ្មែរអត់មើលងាយខ្មែរទេហើយក៏អត់មានសរសើរថៃខុសរឿងដែរគឺត្រូវទទួលស្គាល់ការពិតថាបញ្ញវន្តថៃមានសេរីភាពច្រើនជាងបញ្ញវន្តខ្មែរ99.99%ខ្មែរយើងអត់មានទេគឺជាកង្កែបនៅក្នុងដងគឺនៅជប់ក្លេគេបញ្ញវន្តដែលជាអ្នកដែលផ្ដល់ប្រឹក្សាយោបល់ដើម្បីឲ្យដោះស្រាយបញ្ហាជាតិកុំឲ្យយើងជិះសេះលែងដៃបញ្ហាបញ្ញវន្តយើងគឺឲ្យជិះសេះលែងដៃអាចជ័យធ្លាក់ទឹកតែស្ករឃើញគោថាកបីឲ្យគេថាកបីគ្រប់គ្នាបណ្ឌិតបញ្ញវន្តយើងគឺសងំសុកខ្ញុំសុំទោសខ្ញុំមានមិត្តភ័ក្តិជាបណ្ឌិតបញ្ញវន្តច្រើនណាស់នៅស្រុកខ្មែរប៉ុន្តែអស់លោកទាំងអស់គ្នាភាគច្រើនលើសលប់គឺជ្រើសរើសយកវិធីសំងំសុកអស់លោកក្បត់មនសិការក្បត់ឧត្តមគតិរបស់ខ្លួនប៉ុន្តែខ្ញុំពិបាកនឹងបន្ទោសពួកគាត់ដែរដោយសារតែកាពះដោយសារតែគេគៀបសង្កត់ដោយសារតែនយោបាយបំផ្លាញគ្នាធ្វើទុកបុកម្នេញគ្នាមិនហ៊ាននិយាយអីហើយជីវភាពខ្វះខាតទៀតតែហ៊ានប៉ះពាល់បន្តិចបន្តួចបែកអាឆ្នាំងបាយគេធ្វើបាបគឺសុកចិត្តនៅស្ងៀមជាជាងសដីតពាជ័យខ្ចីជាជាងតនេមាត់ហើយអ្នកដែលគ្រោះថ្នាក់បំផុតគឺប្រជាពលរដ្ឋទាំង18លានអ្នកដោយទាំងក្រុមគ្រួសារបណ្ឌិតនិងបញ្ញវន្តទាំងអស់នោះទៀតព្រោះអីអស់លោកសង្ងំសុកយូអយុធធរហ្នឹងវារាយប៉ាយរៀលដាលពេកទៅគឺវាទៅដូចភ្លើងឆេះព្រៃចឹងយើងអត់ព្រមទប់តាំងពីទូចមកដល់ពេលឆេះឲ្យផ្ទះយើងនៅក្នុងព្រៃដែរមិនឆេះទាំងអស់គ្នាហើយយើងទៅឲ្យនរណាជួយបើកាលពីមុនយើងអត់នាំគ្នាជួយផលិតហ្នឹងឃើញគេឆេះបន្តិចបន្តួចឆេះផ្ទះគេយើងអង្គុយមើលថាមិនមែនផ្ទះយើងផងឆេះអីឆេះទៅប៉ុន្តែអាព្រៃទាំងអស់ហ្នឹងវានៅជាប់ផ្ទះយើងទាំងអស់ដល់ពេលហើយអត់ជួយផលិតគ្នាយើងគិតថាផ្ទះគេវាអត់អញ្ចឹងផ្ទះអ្នកណាក៏ដោយទោះមិនជាប់យើងក៏ដោយមិនក្បែរយើងក៏ដោយមិនប៉ះយើងក៏ដោយតែជាផ្ទះរបស់ក្រុមគ្រួសារមនុស្សយ៉ាងហោចណាស់ក៏យើងអាសូរក្នុងនាមជាប្រជាពលរដ្ឋដែរថាបើគេរងគ្រោះបែបហ្នឹងយើងសិលធម៌ជាប្រជាពលរដ្ឋយើងត្រូវជួយឈឺឆ្អាលគ្នាការពារជនរងគ្រោះម្នាក់ម្ដាយយកទឹកយកអីទៅជះទៅសាចទៅដើម្បីឲ្យផលិតឬក៏ទៅជួយរើអីវ៉ាន់រើអីវ៉ែអីបន្តិចទៅកុំឲ្យភ្លើងឆេះអស់យើងអត់យើងអង្គុយអោបដៃមើលឆេះទៅពួកអត់នឹងសមឆេះឲ្យព្រោះពួកប្រឆាំងវាគួរតែលលាយអីអញ្ចឹងទៅពួកប្រឆាំងក៏ដោយមិនប្រឆាំងក៏ដោយបើវានៅក្នុងភូមិអស់លោកហ្នឹងតិចទៀតឆេះភូមិអស់លោកទាំងអស់រឿងហ្នឹងវាតែប៉ុណ្្នឹងទេវាអត់មានអីពិបាកយល់ទេប៉ុន្តែអស់លោកធ្វើអញ្ចឹងតែម្ដងហើយឥឡូវលោកហ៊ុនសែនមិនមែនលើកទី1ទេណានេះលើកទី2ដែលយកប្រសាសន៍របស់បញ្ញវន្តថៃដែលជាសាស្ត្រាចារ្យថៃនៅសាកលវិទ្យាល័យจุฬาលង្កន
គឺលោកសាស្ត្រាចារ្យសុរផាតបម្រុងសុខមុននឹងខ្ញុំនិយាយអំពីហេតុអីបានជាលោកហ៊ុនសែនខ្វះឬបញ្ញវន្តបណ្ឌិតខ្មែរដែលយើងកោតសរសើរលើកយកស្នាដៃគាត់មកនិយាយនៅក្នុង Facebook របស់លោកលើកកោតសរសើរបញ្ញវន្តបណ្ឌិតថៃ2ដងទៅហើយនៅក្នុងពេលដែលថៃកំពុងតែឆ្លោះគ្នាជាមួយយើងហើយយើងស្អប់ថៃគ្រប់រឿងប៉ុន្តែពេលនេះយើងឲ្យតម្លៃបញ្ញវន្តថៃខ្ញុំថានេះវាមានរឿងល្អនិងរឿងអាក្រក់ក្នុងពេលជាមួយគ្នាល្អសរសើរមេដឹកនាំខ្មែរណាស់ដែលឲ្យតម្លៃគំនិតបញ្ញវន្តគំនិតរេះត្រេះរិះពិចារណាមិនអាជ័យធ្លាក់ទឹកហើយអើហើយសរសើរលើកមិនមែនត្រឹមតែឲ្យតម្លៃត្រឹមគ្រាន់តែអានទេគឺយកមកផ្សាយបន្តនៅ Facebook របស់គាត់ទៀតហើយឲ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកហ្នឹងផ្សាយស្រោចគ្រប់គ្នាដើម្បីបំពងសម្លេងគំនិតបញ្ញវន្តថៃចោះបញ្ញវន្តខ្មែរបណ្ឌិតខ្មែរទៅឯណាអស់ទៅអត់មានម្នាក់សោះវាទៅជាចេញបញ្ញវន្តថៃឯណាដែលយើងកំពុងតែស្អប់ថៃយើងកំពុងតែឆ្លោះគ្នាជាមួយថៃយើងកំពុងតែធ្វើបាតកម្មពហិការផលិតផលថៃយើងកំពុងតែបិទព្រំដែន500ឆ្នាំក៏បានដែរមិនបាច់បើកទេគឺថៃខ្មែរមិនដាច់ខ្យល់ងាប់ទេអីឡាក់នឹងឡាក់ក៏ប៉ុន្តែនៅពេលនេះយើងសរសើរបញ្ញវន្តថៃថាគំនិតគេនិយាយទៅរឿងនេះគឺជារឿងល្អដូចខ្ញុំនិយាយចឹងវាល្អក្នុងន័យថាគាត់ឲ្យតម្លៃនៃការប្រើសតិបញ្ញាគំនិតវិចារណញ្ញាណសម្បញ្ញញ្ញៈហ៊ាននិយាយរិះគន់រដ្ឋាភិបាលហើយយកគំនិតរិះគន់រដ្ឋាភិបាលនឹងយកមកស្រង់មកឲ្យស្ដាប់គេទៅហេតុអីបានជាគេហេតុអីបានជាថៃអត់ចាប់លោកអឺសុរជាតិបំរុងសុកនេះដាក់គុកបើនៅស្រុកខ្មែរហ៊ានតែនិយាយអីខ្ទាស់រដ្ឋាភិបាលបែបនេះ24ម៉ោងជាប់គុកហើយរឿងនេះគឺជារឿងមួយដែលគួរឲ្យច្បុកច្បល់មែនតើបងប្អូនគាត់ឲ្យតម្លៃនិស្សិតបញ្ញវន្តថៃនៅក្នុងការហ៊ាននិយាយតទល់រដ្ឋាភិបាលបដៅរដ្ឋាភិបាលអំពីទង្វើមួយចំនួនដែលធ្វើមិនត្រូវប៉ុន្តែក្នុងពេលជាមួយគ្នានឹងនិស្សិតបញ្ញវន្តខ្មែរនិយាយអីក៏អត់បានអ្នកណាម្នាក់បណ្ឌិតណាឈ្មោះសុជាតិអីណានោះនិយាយពីរឿងកោះគុតកោះអីអាវីដេអូហ្នឹងក៏លុបចោលហើយបាត់ឈឹងតែម្ដងដែលបានប្រយោជន៍មកខ្មែរអញ្ចឹងហើយស្ងាត់បណ្ឌិតអីផ្សេងទៀតហ្នឹងគឺថាអាជ័យធ្លាក់ទឹកហើយអើគ្រប់គ្នាចុះឯណាបណ្ឌិតបញ្ញវន្តយើងដែលគដឹកនេះមិនដឹងយកទៅធ្វើអីអស់ហេតុអីឲ្យលោកហ៊ុនសែនរកតែបណ្ឌិតបញ្ញវន្តខ្មែរមួយយកមកសរសេរដើម្បីផ្សាយឲ្យបានទៅយកថៃវិញខ្ញុំជឿថាក្នុងតម្លៃណាក៏អត់ត្រូវការយកមតិបណ្ឌិតថៃអីណាយកមកផ្សាយដែរព្រោះអីយើងជាតម្លៃជាតិយើងបញ្ញវន្តនិស្សិតបណ្ឌិតរបស់យើងមកកណោក្នុងស្រុកហេតុអីទៅឲ្យតម្លៃនិស្សិតថៃក៏ប៉ុន្តែម្ដងទៀតបងប្អូនខ្ញុំអត់បន្ទោសស្ដីបន្ទោសលោកហ៊ុនសែនថាធ្វើនឹងខុសទេព្រោះអីរូបភាពពីរដែលខ្ញុំជម្រាបចឹងគឺទី1គឺបណ្ឌិតគាត់ឲ្យតម្លៃបណ្ឌិតបញ្ញវន្តក៏ប៉ុន្តែគ្រាន់តែអាសូរគឺបណ្ឌិតបញ្ញវន្តថៃតែប៉ុណ្្នឹងឯងទី2គឺគំនិតឲ្យគំនិតគេហ៊ានរិះគន់រដ្ឋាភិបាលអញ្ចឹងយកមកស្ដាប់គេទៅវិជាការល្អប៉ុន្តែទង្វើរបស់លោកហ៊ុនសែននៅក្នុងការអនុវត្តចំពោះបណ្ឌិតបញ្ញវន្តឬក៏អ្នករិះគន់នៅស្រុកខ្មែរគឺវា180ដឺក្រេផ្ទុយគ្នាណាប៉ុន្តែខ្ញុំសរសើរដែលគាត់លើករឿងនេះគ្រាន់តែថាវាយើងមើលទៅវាច្បុកច្បល់ហើយហេតុអីបានជាលោកណែសុរជាតិបំរុងសុកនេះដែលជាសាស្ត្រាចារ្យនៅសាលាមហាវិទ្យាល័យจุฬាលង្កននេះសាកលវិទ្យាល័យจุฬាលង្កនប្រទេសថៃនេះមានឥទ្ធិពលអីម្លេះដែលឲ្យលោកហ៊ុនសែនយកមកផ្សាយ2ដងហើយបងប្អូនមានចាំទេកាលពីមួយខែមុនគឺថ្ងៃដូចគ្នាថ្ងៃ1ខែឧសភាគឺគាត់ផ្សាយម្ដងហើយគឺពីគំនិតរបស់លោកបំរុងសុកសំទោសបាទលោកសុរជាតិបំរុងសុកនេះដែលគាត់និយាយពីរឿងពមៀនទៅបញ្ញវន្តឬក៏អ្នកនយោបាយថៃកុំឲ្យលុប MOU 2001ចោលឲ្យសោះណាអា MOU រឿងដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងខ្មែរនេះព្រោះអីតាលុបវាទៅគឺវាខាត់ប្រយោជន៍ថៃច្រើនណាស់ហើយខ្ញុំឆ្ងល់ពេលហ្នឹងដែរថាបើលោកហ៊ុនសែនដឹងថា MOU 2001ហ្នឹងខាតប្រយោជន៍ថៃដែលលោកបំរុងសុកអឺណែសុរជាតិបំរុងសុកដែលនិយាយបែបនេះហើយហេតុអីបានជាលោកទៅខំប្រឹងទប់ថៃម៉េចកុំឲ្យលុបអា MOU 2001បើវាខាតថៃសោះបើវាចំណេញយើងសោះហេតុអីបានទៅយកសម្ដីលោកសុរជាតិបំរុងសុកយកមកផ្សាយក្នុងបណ្ដាញគាត់ឲ្យផ្សាយពេញផ្ទៃស្រុកខ្មែរមួយខែមុនហ្នឹងគឺផ្សាយពេញអញ្ចឹងម្ដងហើយខ្ញុំចេះតែឆ្ងល់ថាហេតុអីបានជាយើងចំណេញយើងសោះហើយខាតថៃសោះហេតុអីបានជាទៅទប់ថៃកុំឲ្យបិទលុបទៅវិញព្រោះអីឲ្យតែបិទតាព្រោះលោកធ្លាប់និយាយអាការរឿងគេកាត់ ABA
ខាតខ្មែរសោះឲ្យគេថែម 20% គេឲ្យកាត់ 100% ផងដល់ពេលឥឡូវចំណេញខ្មែរសោះគាត់ទៅយកគំនិតហ្នឹងទៅផ្សាយទៅដើម្បីឲ្យថៃគំលុបអីព្រោះអីវាខាតថៃអញ្ចឹងបានន័យថាលោកចង់ជួយថៃឬក៏ចង់ជួយខ្មែរខ្ញុំអត់យល់អាហ្នឹងការលើកមុនហ្នឹងខ្ញុំឆ្ងល់ម្ដងហើយឥឡូវលើកនេះខ្ញុំអត់ឆ្ងល់ទេព្រោះលោកហ៊ុនសែនមានហេតុផលដែរដោយសារតែលោកសុរជាតិបំរុងសុខគាត់និយាយអំពីផែនទីខ្នាត1លើ50,000និងផែនទីខ្នាតលើ200,000លោកបំរុងសុខមតិរបស់គាត់មានហេតុផលដែលគួរឲ្យគោរពអញ្ចឹងហើយបានជាលោកហ៊ុនសែនយកមកផ្សាយជាការត្រឹមត្រូវដែរព្រោះអីវាបានប្រយោជន៍ដល់កម្ពុជាតាមពិតវាគួរតែបញ្ញវន្តបណ្ឌិតកម្ពុជាអ្នកសរសេរតែវាចៃដន្យអីគឺយើងវាអត់ដែលមានអ្នកណាមកហ៊ានសរសេរអីអញ្ចឹងឬក៏សរសេរគាត់ក៏មិនដឹងទៅឲ្យតម្លៃអ្ហ្មិចបើកម្មបញ្ញវន្តបណ្ឌិតខ្មែរយើងសិតតែអាជ័យធ្លាក់ទឹកតែស្ករតសើឲ្យបង្អាប់ណែតសើឲ្យស្លាប់បង្អាប់ឲ្យរស់អីអត់ចេះតែតសើឲ្យតែស្លាប់ចឹងហ្មងឬមួយក៏អញ្ចឹងបានលោកមិនអាចយកគំនិតនឹងមកបានទៅយកគំនិតថៃទៅវិញហើយលោកសុរជាតិបំរុងសុខគាត់និយាយត្រូវគាត់ស្នើទៅលោកអនុទិនច័ន្ទវរៈគុលដែលជាលិខិតចំហទេគាត់សរសេរទៅលោកអនុទិនច័ន្ទវរៈគុលប្រាប់ទៅលោកថាបើខ្ញុំឲ្យយោបល់ទៅលោកជាលិខិតនេះខ្ញុំសូមអនុញ្ញាតថាលោកគិតខុសហើយនៅក្នុងការទៅប្រកាសជាសាធារណៈថាថៃមិនប្រើផែនទីខ្នាត1លើ200,000ទេគឺថៃប្រើផែនទីខ្នាតលើ150,000ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃខ្ញុំនិយាយទៅគាត់សរសេរ3ទំព័រខ្ញុំគ្មានពេលយកមកអានទាំងអស់ទេលោកហ៊ុនសែនដកស្រង់ទាំងស្រុងដោយគាត់និយាយថាអញ្ចេះប្រសាសន៍របស់លោកហ៊ុនសែនដែលយកប្រសាសន៍របស់លោកសុរជាតិបំរុងសុខនេះគឺគាត់ថាអញ្ចេះខ្ញុំសូមអានសេចក្តីទាំងស្រុងតែម្ដងតាមួយម៉ាត់ដើមទេជំរាបជូនបងប្អូនតិចសិនថាអ្នកណាគេគឺជាសុរជាតិបំរុងសុខបាទលោកសុរជាតិបំរុងសុខគឺជាសាស្ត្រាចារ្យរបស់ថៃនៅនៅសាកលវិទ្យាល័យจุฬាលង្កនណ៍ជាអ្នកជំនាញភូមិសាស្ត្រនយោបាយថៃបាទគាត់គឺមែនតែនទៅបើយើងដឹងប្រវត្តិគាត់មែនតែនគឺបានយើងដឹងថាគាត់គឺជាអ្នកនយោបាយថៃបញ្ញវន្តថៃដែលប្រឆាំងដាច់ខាតជំទាស់ទៅនឹងរបបសឹកយោធានៅប្រទេសថៃគឺគាត់ជំទាស់ដាច់ខាតក្នុងការកាន់អំណាចដោយផ្ដាច់ការដោយដណ្ដើមដោយកម្លាំងទ័ពហើយគាត់មកដល់ម៉ោងនេះគឺនៅតែជំទាស់របៀបដឹកនាំរដ្ឋបែបផ្ដាច់ការឬក៏ប្រើកម្លាំងយោធាអីអញ្ចឹងទៅដូច្នេះគាត់ធ្លាប់ចូលរួមចលនានិស្សិតតាំងឆ្នាំ1996ដែលគេបាញ់សម្លាប់និស្សិតថៃឡើងរង្គាលគាត់ក៏នៅក្នុងចលនាតស៊ូនឹងដែរដូច្នេះគាត់អត់ត្រូវគ្នាជាមួយនឹងក្រុមអ្នកនយោបាយដែលនិយមគ្រប់គ្រងភាសាភាគច្រើនព្រះមហាក្សត្រឬក៏យោធានឹងទេព្រោះបើគាត់ខ្ទាស់នឹងយោធាគឺគាត់ខ្ទាស់នឹងព្រះមហាក្សត្រថៃដែរដូច្នេះគាត់គឺជាមនុស្សចម្រើននិយមគំនិតជឿនលឿននិយមអត់ហ៊ានអត់ខ្លាចរិះគន់រដ្ឋាភិបាលថៃទេអញ្ចឹងគាត់ជាប់គុកប្រមាណធ្លាប់ជាប់គុក2ឆ្នាំពីបទក្បត់ជាតិដែរនិយាយទៅគឺជាមិនមែនជាសកម្មជនបកប្រឆាំងទេប៉ុន្តែជាបញ្ញវន្តមានគំនិតមិនស្របនឹងរដ្ឋាភិបាលតែជារៀងដរាបមកហើយវាគួរឲ្យចម្លែកមែនតើដែលលោកហ៊ុនសែននៅស្រុកខ្មែរនេះអ្នកណាដែលមានគំនិតខ្ទាស់រដ្ឋាភិបាលគឺគាត់ស្អប់ចាប់ដាក់គុកអស់ហើយធ្វើបាបធ្វើទុកបុកម្នេញប៉ុន្តែគាត់ទៅយកគំនិតក្រមប្រឆាំងរបស់ថៃទៅវិញយកមកផ្សាយនេះគេហៅថាយុទ្ធសាស្ត្របន្លាជួសបន្លាលោកហ៊ុនសែនចង់ប្រើយុទ្ធសាស្ត្រគេហៅ reverse psychology គឺបានន័យថាថៃប្រើគេហៅថាប្រើស្លឹកចេកថៃខ្ចប់នំថៃប្រើផលិតផលថៃបញ្ញវន្តថៃវាយប្រហារទៅថៃវិញថៃបោះដុំបាល់ជាភ្លើងមកឲ្យខ្មែរចាប់ហើយកវាត់ទៅឲ្យថៃកាន់អាភ្លើងឆេះនឹងវិញជាយុទ្ធសាស្ត្ររបៀបបន្លាជួសបន្លាឬក៏ចិត្តសាស្ត្រមួយដើម្បីពង្រៀងឲ្យថៃយកបញ្ញវន្តថៃឲ្យស្ដាប់មតិថៃថាកម្ពុជាគ្រប់គ្រងគំនិតថៃដែលនិយាយត្រឹមត្រូវធ្វើឲ្យថៃអាចនឹងច្បោកច្បល់ប្រហែលជាដូចក្នុងន័យហ្នឹងព្រោះអីតាដាក់ទៅវិញលោកហ៊ុនសែននិយាយពីរឿងនិស្សិតបញ្ញវន្តថៃដែលនិយាយហ្នឹងច្បាស់ហើយសារព័ត៌មានថៃគេនឹងផ្សាយថានាយករដ្ឋមន្ត្រីខ្មែរគេនិយាយលើកសរសើរពីបញ្ញវន្តថៃអីចឹងទៅធ្វើឲ្យថៃច្បោកច្បល់ថាហេតុអីបានថៃគ្នាឯងនិយាយធ្វើឲ្យនាយករដ្ឋមន្ត្រីខ្មែរឬមេដឹកនាំខ្មែរហ្នឹងមកសរសើរអីចឹងចាប់ផ្ដើមឆ្លោះគ្នាប៉ុន្តែបងប្អូនអត់ប្រយោជន៍ទេព្រោះអីអាកាលខែឧសភា
ថ្ងៃមួយខែឧសភាពេលដែលលោកសុរជាតិបំរុងសុខនិយាយពីរឿងកុំឲ្យលុប MOU 2001ណាគ្រោះថ្នាក់លុបបាត់លោកបំរុងសុខនិយាយដូចគ្នាអញ្ចឹងអត់មានណាស្ដាប់ផងលុបបាត់ឥឡូវគាត់ថាកុំណាកុំមកប្រកាសថាអត់មានផែនទីខ្នាតលើមួយ200,000ទេប្រើមួយលើ50,000គាត់ថានិយាយបែបនេះធ្វើឲ្យថៃចាញ់ក្តីគេនៅតុលាការហើយនេះសំខាន់កន្លែងនេះដែលខ្ញុំចាប់អារម្មណ៍លោកសុរជាតិបំរុងសុខមែនតើគាត់ថានៅក្នុងយន្តការច្បាប់អន្តរជាតិវាអត់មានភាគីឯកតោភាគីណាមួយទេដែលមកហ៊ានអះអាងផែនទីដែលគូសដោយឯកតោភាគីដោយមិនយកផែនទីដែលមាននៅក្នុងអបសម្ព័ន្ធមួយនៃសន្ធិសញ្ញាបារាំងសៀមដែលគេសរសេរហើយហេតុអីបានជារដ្ឋឯកតោភាគីយើងអាចសរសេរខ្លួនឯងយើងអាចរៀបចំខ្លួនឯងយើងយកទៅប្រើដើម្បីយកមកតតាំងក្តីជាមួយខ្មែរមិនឈ្នះខ្មែរទេនេះលោកសុរជាតិបំរុងសុខនិយាយបែបហ្នឹងប្រាប់ទៅលោកអនុទិនច័ន្ទវីរៈកុលថាបើសិនជាលោកថាផែនទីព្រំដែនខ្មែរថៃគឺអត់មានຂະຫນាត1លើ200,000ទេមានតែ1លើ50,000គឺជាការនិយាយខុសហើយខាត់ប្រយោជន៍ថៃហើយនឹងចាញ់ក្តីខ្មែរនៅតុលាការអន្តរជាតិហើយព្រោះអីនៅពេលដែលគេកាត់ក្តីរឿងព្រះវិហារតុលាការយុត្តិធម៌អន្តរជាតិប្រើផែនទីຂະຫນាត1លើ200,000ដូច្នេះຂະຫນាតលើ200,000នេះជាផែនទីផ្លូវការដែលមិនមានអ្នកណាម្នាក់គូមិនមានអ្នកណាម្នាក់វាតែម្នាក់ឯងបានទេគឺគេយល់ស្របគ្នាពីភាគីយូរហើយអញ្ចឹងភាគីណាក៏ដោយដែលប្រើផែនទីខុសពី1លើ200,000គឺជារឿងខុសច្បាប់ហើយអត់បានប្រយោជន៍ហើយមិនអាចឈ្នះក្តីខ្មែរទេកន្លែងនេះ